មកមើលផ្សោតលើកទី2នៅសហគមន៍នេសាទព្រែកថ្នោតនេះគឺបានដោយបំណងដែលខ្ញុំចង់បានហើយអ្នកទាំងអស់គ្នាគឺបានឃើញផ្សោតឃ្លីដែលប្រជាជននៅក្នុងតំបន់បានហៅឬក៏ផ្សោតពណ៌ផ្កាឈូកគឺខ្ញុំបានឃើញវាហើរទាំងវងតែម្ដងអ្នកគ្នាពិតជាស្រស់ស្អាតខ្លាំងមែនទែនហើយខ្ញុំក៏បានផ្តិតទិដ្ឋភាពនេះយកមកចែកជូនបងប្អូនទាំងអស់គ្នាទស្សនាដែរហើយសម្រាប់ការមកមើលផ្សោតនៅសហគមន៍ព្រែកថ្នោតនេះគឺមានភាគរយច្រើនមែនទែនដែលអ្នកទាំងអស់គ្នាសង្ឃឹមថានឹងបានឃើញវាគ្រាន់តែថាពេលខ្លះយើងបានឃើញផ្សោតពណ៌ផ្កាឈូកនេះពេលខ្លះទៀតគឺយើងបានត្រឹមតែឃើញផ្សោតក្បាលត្រឡោកទេមកដើរលេងកពតជើងនេះមិនខកបំណងទេបានឃើញផ្សោតដែលចង់ឃើញហើយថែមទាំងបានស្គាល់កន្លែងគេងដ៏ស្រស់ស្អាតមួយដែលមានទីតាំងនៅក្បែរនឹងក្រុងកំពតតែម្ដងហើយការរៀបចំនៅក្នុង resort មួយនេះពិតជាស្រស់ស្អាតខ្លាំងមែនទែនហើយថែមទាំងមានសកម្មភាពលេងកម្សាន្តជាច្រើនសម្រាប់អ្នកទាំងអស់គ្នានៅពេលដែលមកស្នាក់នៅអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមកជាលក្ខណៈក្រុមគ្រួសារហើយមានកូនតូចគឺពិតជាត្រូវចិត្តរបស់ពួកគាត់ហើយគឺដោយសារតែ activity នៅទីនេះគឺមានច្រើនខ្លាំងមែនទែន resort ដ៏ស្រស់ស្អាតមួយនេះមានឈ្មោះថាកំសាន្តកំពត resort ដែលមានទីតាំងនៅជាប់នឹងដងព្រែកនៃខេត្តកំពតតែម្ដងបងប្អូនទាំងអស់គ្នាហើយនេះគឺជាបន្ទប់គេងដែលមានភាពធំទូលាយនិងមានការរៀបចំបានប្រណិតស្អាតខ្លាំងមែនទែនហើយទិដ្ឋភាពនៅខាងក្រៅក៏មានភាពធំទូលាយដែលបងប្អូនទាំងអស់គ្នាអាចជិះកង់លេងកម្សាន្តនិងជិះទូកកាយ៉ាក់លេងបានផងដែរហើយខាង resort ក៏មានជាប្រភេទម៉ូតូទឹកនិងម៉ូតូកង់4សម្រាប់បងប្អូនទាំងអស់គ្នាជិះលេងកម្សាន្តដែរ resort មួយនេះមានឈ្មោះថាកំសាន្តកំពត resort ពិតជាស័ក្តិសមនឹងឈ្មោះមែនគឺនៅក្នុង resort មានសកម្មភាពលេងកម្សាន្តច្រើនខ្លាំងមែនទែនក្រៅតែពីសកម្មភាពលេងកម្សាន្តជាច្រើនហើយ resort មានកន្លែងអង្គុយញ៉ាំអាហារដ៏ស្រស់ស្អាតខ្លាំងមែនទែនជាមួយនឹងទិដ្ឋភាពថ្ងៃលិចបងប្អូនទាំងគ្នាដែលនៅជាប់នឹងមាត់ព្រែកតែម្ដងកន្លែងនេះខ្ញុំ recommend មែនទែនគឺយើងញ៉ាំអាហារបណ្ដើរយើងអង្គុយមើលថ្ងៃលិចបណ្ដើរទទួលបានអារម្មណ៍ relax ល្អខ្លាំងមែនទែនដែលកន្លែងញ៉ាំអាហារនេះមានទីធ្លាវាលស្មៅធំមែនទែនដែលជាប់នឹងមាត់ព្រែកតែម្ដងហើយយើងអាចមកជាលក្ខណៈគ្រួសារជាលក្ខណៈគូស្នេហ៍មិត្តភ័ក្តិក្រុមការងារនិយាយទៅ the best ហ្មងអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់កក់កន្លែងស្នាក់នៅអាចតាក់ទងតាមរយៈលេខខាងក្រោមនេះបាន